សួស្តីថ្ងៃនេះសូមមកមើលមេរៀនទី5ទាំងអស់គ្នាវាក៏ទី1គឺតកតងនឹងការធ្វើដំណើរទៅណាមកណាអញ្ចឹងនៅពេលដែលយើងទៅណាយើងប្រើ ikimasu មកយើងប្រើ kima ត្រឡប់ទៅកន្លែងណាមួយយើងប្រើ kaerimasu ហើយបរិបទសព្ទដែលប្រើជាមួយនឹងកិរិយាសព្ទទាំងនេះគឺយើងប្រើបរិបទសព្ទ e ឧទាហរណ៍私は来年日本へ行きますគ្រានេះមានន័យថាឆ្នាំក្រោយខ្ញុំនឹងទៅប្រទេសជប៉ុនអញ្ចឹងទៅគឺយើងប្រើ ikimasu ហើយបរិបទសព្ទដែលទៅប្រើជាមួយនឹងកិរិយាសព្ទនេះគឺ e សូមធ្វើលំហាត់អនុវត្ត A1 ហើយនិង B1 ទាំងអស់គ្នាវាក៏ទី2គឺជាទម្រង់សំណួរថាតើនៅពេលដែលយើងចង់សួរគេថាទៅកន្លែងណាមួយយើងប្រើ doko e ikimasu ka ឧទាហរណ៍សំណួរ日曜日どこへ行きますかចម្លើយスーパーへ行きますសំណួរមានន័យថាថ្ងៃអាទិត្យតើអ្នកទៅឯណាដែរចម្លើយខ្ញុំទៅផ្សារទំនើបអញ្ចឹងនៅពេលដែលសំណួរសួរដោយប្រើបរិបទសព្ទ e អញ្ចឹងនៅពេលចម្លើយគឺត្រូវតែប្រើបរិបទសព្ទ e ដូចគ្នាវាក៏ទី3គឺជាទម្រង់បដិសេធមានថានៅពេលដែលយើងមិនទៅទីកន្លែងណាមួយទេគឺយើងប្រើ doko e mo ikimasen ឬក៏ doko mo ikimasen អញ្ចឹងយើងប្រើមួយណាក៏បានដូចគ្នាឧទាហរណ៍私は日曜日どこも行きませんគ្រានេះមានន័យថាថ្ងៃអាទិត្យខ្ញុំមិនទៅណាទាំងអស់ឬក៏ខ្ញុំអត់ទៅណាទេអញ្ចឹងបន្ទាប់ពីមើលវេយ្យាករណ៍ខាងលើរួចសូមធ្វើលំហាត់អនុវត្ត B2 ទាំងអស់គ្នាវេយ្យាករណ៍ទី4គឺតកតងទៅនឹងការធ្វើដំណើរដោយយានជំនិះណាមួយអញ្ចឹងនៅពេលដែលយើងទៅណាឬក៏មកកន្លែងណាមួយដោយយានជំនិះណាមួយគឺយើងប្រើបរិបទសព្ទ de ឧទាហរណ៍私はバイクで大学へ行きますគ្រានេះមានន័យថាខ្ញុំទៅសាលាដោយជិះម៉ូតូវេយ្យាករណ៍ទី5គឺជាសំណួរនៅពេលដែលយើងចង់សួរថាតើធ្វើដំណើរដោយយានជំនិះអ្វីឬក៏ដោយសារអ្វីគឺយើងប្រើ nande ឧទាហរណ៍សំណួរあなたはなんで大学へ来ますかចម្លើយバイクで来ますសំណួរមានន័យថាតើអ្នកមកសាកលវិទ្យាល័យដោយសារអ្វីឬក៏ដោយជិះអ្វីដែរចម្លើយគឺមកដោយជិះម៉ូតូអញ្ចឹងនៅក្នុងសំណួរយើងប្រើបរិបទសព្ទ de អញ្ចឹងនៅពេលចម្លើយក៏ត្រូវតែប្រើបរិបទសព្ទ de ដូចគ្នាឥឡូវនេះសូមធ្វើលំហាត់អនុវត្ត A2 ហើយនិង B3 ទាំងអស់គ្នាចំពោះវេយ្យាករណ៍មេរៀនទី5សូមឆ្លេះត្រឹមប៉ុណ្ណេះចាំជួបគ្នានៅភាគ2ជាបន្តទៀតសូមអរគុណ